បាទអញ្ចឹងខ្ញុំធ្វើវីដេអូដើម្បីបង្កើតauto classic AutoCAD classic បាទតោះយើងតាមទាំងអស់គ្នាជាមួយខ្ញុំចូល new សិនចូល new ហើយនេះយើងចូល AutoCAD template ហើយតបមកយើងចូល AutoCAD ISO នេះយើង select លើវាមកបានណាយើងវាចេញទាំងចេះមកអញ្ចឹងយើង right click លើកន្លែងនេះមកវាចេញអីគេclose អញ្ចឹងយើងចុច select លើ close ទៅវាបាត់អស់ហើយហ្នឹងវាបាត់អស់វាបាត់menu bar យើងចូលកន្លែងនេះយើងឲ្យវា show menu bar វិញបាទ show menu bar យើងចូលនេះ tool ហើយយើងយកពាក្យ toolbar AutoCAD អញ្ចឹងយើងត្រូវទាញអីឡើងទី1គឺ standard សិនយើងយក standard ឡើងណាអូខេនេះបាទ standard ឡើងហើយបន្តមកទៀតយើងនេះ right click ទៅលើកន្លែងហ្នឹងយើងកន្លែងtool standard ហ្នឹងឥឡូវយើងបន្តមកយើងយកអីគេយើងយក layer ណា layer បន្ទាប់ពី layer ហើយយើង right click ទៅលើនឹងនេះកន្លែងនេះទៀតយើងយកproperty ណាអូខេ property ហើយយើងយកអីគេយើង right click លើកន្លែងនេះទៀតទៅនេះចុចលើវាមក right click យកពាក្យproperty ហើយយក dimension ចឹងមាន dimension dimension អក្សរ D នេះ dimension វាយក dimension នេះវាលោ dimension មកចឹងវាចាប់វាដាក់ទីតាំងនេះមកអូខេទីតាំងទៅបាទឥឡូវយក dimension ហើយយើងត្រូវយកអីឡើងមួយទៀតគឺយើងយក modify អូខេយើងយក modify នេះគឺនឹងលោតមកខាងដែរឃើញ modify ហើយបន្តមកយើងយកអីទៀតយើង right click ទៅលើកន្លែងនេះដែរកន្លែង tool នេះ tool standard នេះអញ្ចឹងយើងយកdrawing អូខេ drawing draw នេះអូខេវាលោតចេញមកខាងនេះហើយអញ្ចឹងយើងទៀតយើងចង់បានអីទៀតនៅក្នុងកម្មវិធី AutoCAD classic របស់យើងហ្នឹងអញ្ចឹងយើងយកទៀតហ្នឹងយើងយក style text យើង text នេះ text ពេលដែលយើងនេះមកគឺរបស់មានប្រយោជន៍យើងត្រូវប្រើណាអញ្ចឹងយើងនៅខ្វះអីទៀតហើយយើង right click មើល style នៅចំណុចខ្វះviewport នេះអូខេ viewport ចេញហើយអាហ្នឹងសំខាន់ណាស់សម្រាប់ធ្វើការជាមួយនឹងlayout អូខេអស់ហើយអញ្ចឹងនេះអីអត់ធ្វើការបើទេអត់វាចោលទៅអានេះអីចាប់វាដាក់ឲ្យស្រួលមកចូលមកវាលួចស្អាតណាស់ហើយបន្ទាប់មកយើង save វាណានេះវាចុចកន្លែងនេះមកមាន save current as យើងចុច select ទៅវាវាយពាក្យថា AutoCAD classic អូខេ save អូខេអញ្ចឹងយើងចុចមើលកន្លែងនេះមកវាមាន AutoCAD classic ហ្នឹងណាអញ្ចឹងយើង save វាsave អាហ្នឹងយើង save ចូលទៅក្នុង template ហើយអញ្ចឹងយើងបដូរដាក់ template នោះ DW នេះមកអញ្ចឹងយើងដាក់នៅក្នុងអីគេឥឡូវយើងដាក់នៅក្នុង template នេះណាអញ្ចឹងយើងវាយមកដាក់ឈ្មោះថាទៅដើម្បីឲ្យវារត់មុនគេ0 AutoCAD classic save វាអូខេមកហ្នឹងអញ្ចឹងយើងបានប្រើបានណាហើយបន្ទាប់មកយើងកំណត់
option វាអញ្ចឹង OP ណាយើងវាយ comment OP មកយើងនឹងប្រើបានហើយពេលអត់ចេញចេញអញ្ចឹង OP ហើយយើង space ឬក៏ enter មកវានឹងចេញទាំង option វាមកអញ្ចឹងកន្លែង file នេះជាកន្លែងយើងត្រូវការដូរកែប្រែនេះចឹងអានេះយើងវាយដាក់មក50ទៅយ៉ាងទៅដូចចិត្តតែប៉ុណ្្នឹងណាអូខេណាដល់កន្លែងនេះមួយទៀតនេះ template setting ចឹង default ដូចយើងចង់ឲ្យរបស់យើងរត់ default នេះយើង click កន្លែងនេះមកយើងយកមិញណានណាហើយយើងយក click កន្លែងណានមកវា load ឲ្យនេះចឹងអានឹងវានឹងរត់ឲ្យមកគេយើង select អាហ្នឹងហើយ open មកអូខេ apply អូខេមកចឹងនៅពេលយើងបើកទៅវារត់អាហ្នឹងមក auto ចឹងអានេះអស់ហើយចឹងបន្ទាប់មកជាងវាយមើលពីតែ start up មើល start up ចុះចូលមក enter អូខេហើយយើង save ទៅអូខេចឹងយើងសាកល្បងធ្វើមក